វីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបប្រើប្រាស់និងភាពខុសគ្នារវាង layout ទាំង9នៅក្នុង PowerPoint អញ្ចឹងនៅក្នុង PowerPoint យើងមាន layout ចំនួន9អ្នកទាំងគ្នាអាចចូលមកកាន់ Home ហើយមើលនៅត្រង់ slide កន្លែងនេះហើយចុចកន្លែង layout មកវានឹងចេញ layout ទាំង9នេះប្រហែលជាអ្នកខ្លះអត់ធ្លាប់ប្រើ layout ទេប៉ុន្តែបើទាំងអស់គ្នាយល់ពីវានឹងប្រើភាពងាយស្រួលហើយនឹងជួយយើងបានច្រើនអញ្ចឹង layout ទាំង9នេះមានដូចជាទី1យើងនិយាយអំពី title slide ទី2 title and content ទី3 section header ទី4 to content ទី5 comparison ទី6 title only ទី7 blank ទី8 content with caption ទី9 picture with caption អញ្ចឹងខ្ញុំនឹងបញ្ចូលលម្អិតពីរបៀបប្រើប្រាស់របស់ layout នីមួយៗនៅត្រង់កន្លែងនេះខ្ញុំបានបង្កើត slide ទាំង9ដើម្បីបញ្ចូលអំពីរបៀបប្រើប្រាស់របស់ layout នីមួយៗអញ្ចឹង slide ទី1នេះយើងនិយាយអំពី title slide អញ្ចឹងកន្លែងនេះគេផ្ដោតទៅលើការដាក់ចំណងជើងហើយនិង subtitle មានថាដាក់ចំណងជើងតូចនិងចំណងជើងធំឥឡូវខ្ញុំឧទាហរណ៍ដាក់គ្នាមួយជាស្ដែងឥឡូវខ្ញុំដាក់ចំណងជើងធំខ្ញុំដាក់ PowerPoint ហើយដល់ពេល subtitle ខ្ញុំដាក់ថាlesson in PowerPoint នេះគឺជារបៀបប្រើប្រាស់គោលដៅគេនៅក្នុង title slide នេះគឺចង់ឲ្យយើងប្រើតែពីរទេគឺចំណងជើងធំនិងចំណងជើងតូចហើយយើងចូលមកដល់ layout ទី2យើងនិយាយអំពី title and content នេះកន្លែងនេះយើងអាចនិយាយអំពីការប្រើប្រាស់ជាព័ត៌មានរបស់ slide កន្លែងនេះយើងដាក់ចំណងជើងដំបូងគឺអត់ភ្លេចគឺចំណងជើងឥឡូវខ្ញុំដាក់ថា introduction ខ្ញុំដាក់ថា introduction អញ្ចឹងទៅហើយកន្លែងនេះអ្នកទាំងអស់គ្នាអាចដាក់ជាអក្សរក៏បានឬកន្លែងគេដាក់ពាក្យថា click to add text មានថាអ្នកគ្នាអាចវាបញ្ចូលជាអក្សរក៏បានឬក៏យើងអាចដាក់រូបភាពផ្សេងៗក៏បានកន្លែងនេះគឺយើងដាក់រូបភាពនេះinsert smart art អ្នកគ្នាគ្រាន់តែដាក់មកលើវាទៅវានឹងចេញអក្សរថានីមួយៗក្នុងនោះប្រើដើម្បីធ្វើអីគេឥឡូវខ្ញុំដាក់picture មួយទៅខ្ញុំយក icon នៅក្នុង picture នោះយើងមានច្រើនទៀតអញ្ចឹងឥឡូវខ្ញុំយក icon ទៅចុះអរគ្នាពេលប្រើកន្លែងនេះកុំភ្លេចបើកអ៊ីនធឺណិតផងណាឲ្យចេញមកហើយឥឡូវខ្ញុំដាក់រូបនាឡិការូបនេះទៅអ្នកគ្នា select ហើយចុច insert ចង់ select ច្រើនរូបក៏បានដែរអញ្ចឹងកន្លែងនេះនឹងចេញរូបមកកន្លែងនេះភាគច្រើនគេធ្វើការ detail អ្នកគ្នានេះដូចគេដាក់ចឹងមានតែដាក់សញ្ញាផ្សេងខុសជាងក្រហមអ្នកគ្នាពេលឃើញពាក្យក្រហមអានឹងយើងសរសេរខុសចឹងអ្នកគ្នាមកស្ដាំលើវាមកមានពាក្យត្រូវហើយឃើញទេអញ្ចឹងគោលបំណងនៅក្នុង slide មួយនេះយើងដាក់ចំណងជើងទៅដើម្បីបង្ហាញពីរូបភាពណាមួយ title and content នេះតែប៉ុណ្្នឹងទេអ្នកគ្នាយើងចូលមកកាន់ layout ទី3យើងនិយាយអំពី session header អញ្ចឹងកន្លែងនេះក៏អត់សូវខុសពីទី1មកដែរកន្លែងនេះយើងធ្វើការដាក់ចំណងជើងហើយទី2នេះយើងដាក់ខ្លឹមសារដល់អ្នកចង់ដាក់ខ្លឹមសារទៅទី1យើងដាក់ចំណងជើងអញ្ចឹង layout ទី4យើងនិយាយពី to content layout ទី4នេះភាគច្រើនគេធ្វើការប្រៀបធៀបរវាងគំនិត2ឬក៏របស់ពីរយ៉ាងភាគច្រើនដូចជាគុណវិបត្តិនិងគុណសម្បត្តិជាដើមអញ្ចឹងកន្លែងនេះបងប្អូនអាចដាក់ចំណងជើងណាមួយហើយនេះគឺជាចំណុចទី1ហើយចំណុចទី2ហើយកន្លែងនេះគឺយើងអាចធ្វើការបន្ថែមរូបភាពឬក៏ជាឆាតអីបានដូចគ្នាដែរគាត់នេះអញ្ចឹងកន្លែងនេះបើសិនជាបងប្អូនចង់ធ្វើការប្រៀបធៀបអាហ្នឹងគឺអាចប្រើជាមួយនឹង layout មួយនេះបានឥឡូវយើងទៅកាន់ layout ទី5កន្លែងនេះcomparison អានេះក៏អត់សូវខុសពីមុនដែរបងប្អូននេះគឺគោលដៅគេគឺយើងប្រៀបធៀប detail លម្អិតវាអត់សូវខុសគ្នាជាមួយនឹងទី4ទេខ្ញុំបងប្អូនអាចមើលតាមនឹងបានហើយអាចប្រើប្រាស់ទៅតាមតម្រូវការជាក់ស្ដែងកន្លែងlayout ទី6នេះចំណងជើងគេគឺ title only បងប្អូនអាចមើលនេះបានអានេះគឺខ្ញុំដាក់អំពីឈ្មោះ layout កន្លែង shape ហ្នឹងអញ្ចឹងកន្លែងនេះគោលបំណងគេគឺគេប្រើតែចំណងជើងទេគឺបងប្អូនអាចធ្វើការ custom នោះមានថាយើងអាចលេងពណ៌លេងម៉ូដអក្សរកន្លែងនេះបានគឺដាក់តែចំណងជើងឲ្យមានខ្លឹមសារអីមកញ៉ៃៗជាមួយទេ layout ទី7 blank គឺថាទទេអញ្ចឹងគោលបំណងគេកន្លែងនេះគឺចង់ឲ្យទាំងអស់គ្នាធ្វើការ design ឬក៏អាចដាក់ជា diagram flow chart ឬក៏អ្នកគ្នាចង់ដាក់ icon sticker អីក៏បានដែរកន្លែងនេះអត់មានអី add អក្សរអីញ៉ៃៗទេគឺអាចដាក់ទៅជារូបតែម្ដង layout ទី8យើងនិយាយអំពី content with caption អញ្ចឹងកន្លែងនេះគឺយើងទៅដាក់ចំណងជើងកន្លែងនេះអាចដាក់ជាខ្លឹមសារហើយកន្លែងនេះយើងដាក់ជា
រូបភាពឬក៏ content របស់គេដាក់ជាមិនក៏បានដែរអ្នកគ្នាអាចប្រើកន្លែងនេះយើងស្រួលយើងយក design ខ្លួនឯង design អីវាមានកន្លែងប្រើស្រាប់ៗដូចជាកន្លែង title អញ្ចឹងអ្នកនរគ្នាឃើញ9ជ្រុងអញ្ចឹងកន្លែងហ្នឹងគឺដាក់តែចំណងជើងទេបើអ្នកគ្នាចង់ដាក់ខ្លឹមសារអាចដាក់កន្លែងនេះបានអានោះគឺជាភាពងាយស្រួលដែលយើងមិនបាច់ design ចាប់ដាក់ឆ្វេងចាប់ដាក់ស្ដាំទេគឺវាមានពុម្ពវាមកស្រាប់អញ្ចឹងអានេះជាភាពងាយស្រួលនៅពេលដែលអ្នកនរគ្នាប្រើប្រាស់ layout យើងចូលមកដល់ layout ចុងក្រោយយើងយកពី picture with caption អានេះក៏អត់សូវខុសពីទី8មិនដែរអានេះគោលបំណងគេដាក់តែរូបភាពទេអាទី8នេះយើងបានច្រើនទៅទី9នេះសម្រាប់និយាយអំពីរូបភាពយើងដាក់ចំណងជើងហើយយើង detail តិចមកហើយយើងចាប់ដាក់រូបភាពឧទាហរណ៍ថាអ្នកគ្នាចង់ detail អំពីរូបភាពណាមួយចឹងកន្លែងនេះយើងបង្ហាញពីរូបភាពមិនមែនជាមួយនេះយើងអាចដាក់ជា icon ក៏បានជន់យករូបភាពពី computer យើងក៏បានយើងសើចនៅក្នុង web ក៏បានដែរចឹងអានេះគឺជាការប្រើប្រាស់របស់ layout ហើយអ្នកនរគ្នាអាចមើលតាមនឹងថាការប្រើប្រាស់ឬក៏គោលបំណងរបស់អ្នកត្រូវជាមួយ layout មួយណាអាចសហប្រើហើយនៅពេលអ្នកគ្នាប្រើយូរទៅវានឹងផ្ដល់ភាពងាយស្រួលហើយវានឹងធ្វើឲ្យអ្នកគ្នាយល់ថាគួរប្រើមួយណាហើយហេតុអីបានគួរប្រើ design វាស្រួលជាងគឺ design slide ខ្លួនឯងចុះវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណ